រៀបសួរក៏សួស្តីទៅកាន់ពុកម៉ែបងប្អូនអស់គ្នាបាទថ្ងៃនេះដែរគឺខ្ញុំបាទយកតកួននេះយកមកហាន់ដាក់ឲ្យចំណីទាបាទហ្នឹងហើយតកួនទាំងអស់ហ្នឹងគឺមិនមែនយកមកដល់ដាក់វាទាំងវែងទេបងប្អូនអស់គ្នាបាទយើងកាត់ជា2ជា3ទៅឲ្យខ្លីៗទៅហើយវាស្រួលដាក់ក្នុងម៉ាស៊ីនទៅវាវាយម៉ាត់ល្អអញ្ចឹងណាបងប្អូនហើយយើងកាត់វាបានច្រើនយើងមកដាក់បងប្អូនអស់គ្នាហើយនេះដែរគឺយើងមានម៉ាស៊ីនមកយើងចេះមួយមកបងប្អូនវាយើងធូរកម្លាំងដែរអញ្ចឹងណាបងប្អូនម៉ាស៊ីនវាយតកួននេះក៏វាល្អម្យ៉ាងដែរបងប្អូនគឺវាវាយម៉ត់ល្អយើងស្រួលលាយដាក់មួយកន្ទក់មួយបាយឬក៏មួយចំណីសម្រាប់វាខ្លះអញ្ចឹងណាបងប្អូនហើយបើយើងសល់បាយសល់ច្រើនយើងដាក់កាន់តែល្អដែរហើយយើងដាក់កន្ទក់ទៀតទៅគឺវាទាហើយនឹងមាន់ចូលចិត្តស៊ីខ្លាំងមែនតើបាទហើយបន្ទាប់ពីហ្នឹងមកទៀតគឺខ្ញុំបានយកតកួនដាក់ចូលក្នុងម៉ាស៊ីនយើងឲ្យវាវាយឲ្យម៉ត់អញ្ចឹងហ្នឹងហើយបងប្អូនអរគ្នាយើងវាយចេញពីក្នុងម៉ាស៊ីនមកយើងមកអស់ហើយឥឡូវយើងបានយកមកដាក់ក្នុងកធុនមកយើងហើយយើងដាក់ចំណីរបស់យើងបងប្អូនអរគ្នាដាក់ចំណីសម្រាប់ជួយបងប្អូនគឺដាក់ពីកំប៉ុងមកទៅស្អាតទារបស់យើងមន់របស់យើងចាំអ្នកណាគ្រួសារទៅច្រើនតែយើងដាក់មកមុំដែរហើយគឺម៉ត់ល្អខ្លាំងមែនតើណាបងប្អូនគួរនេះវាអែមខ្លាំងមែនតើហើយម៉ាស៊ីនមិញគឺអាចនឹងវាយដើមចេកក៏បានឬក៏តកួនបានយកប្រអប់ឡាយគ្រប់មុខគឺយើងវាយបានទាំងអស់ហើយបន្ទាប់ពីយើងបានដាក់ណៃហើយយើងដាក់កន្ទក់ទៀតបងប្អូនកន្ទក់យើងដាក់មកមុំបានហើយបងប្អូនវាស្អាតតែមុនទាយើងស្អាតទាយើងទីចឹងទៅយើងដាក់យើងមកមុំសមរម្យហើយបន្ទាប់ពីយើងបានដាក់ហើយយើងក៏បានដាក់ទឹកដាក់កូរវាពេកចឹងណាបងប្អូនគឺកុំដាក់រាវពេកហើយក៏កូនពេកចឹងណាបងប្អូនគឺដាក់មកមុំសមរម្យហើយយើងកូរចោះកូរឡើងកូរចោះកូរឡើងកូរវាចូលគ្នាចឹងបងប្អូន